ស្វែងយល់ពីអាចកំបាំងដល់រន្ធត់ក្នុងរឿងខ្មោចនៅពីក្រោយវិជាការត្រីជូបនឹងហេតុការព្រួយបន្ផុតពេលបើកបោម្នាក់ឯងក្នុងរាជ្រីភ្លៀងធ្លាក់តៅស្រមៅសនៅកៅអីក្រោយជីណរ៉ាហើយតើវាមានជាប់ពាក់ព័ន្ធអ្វីជាមួយអតីតកាលរបស់គេកាលពី3ឆ្នាំមុនចូលរួមស្ដាប់ការនិទានរឿងខ្មោចដ៏រន្ធត់នេះទាំងអស់គ្នាខេត្រៃដោះខ្មៅងងឹតត្របាក់យកអ្វីគ្រប់យ៉ាងនៅជុំវិញខ្លួនលើកលែងតែពន្លឺចង្កៀងមុខរថយន្តដែលចាំងទៅលើផ្ទៃផ្លូវកៅស៊ូដ៏ជោគជាមដោយតំណក់ទឹកភ្លៀងយ៉ាងខ្លាំងវិជាការក្តាប់ចង្កូតយ៉ាងណែនខណៈដែលបេះដូងរបស់គេលោតញាប់ខុសប្រក្រតីដូចជាសំឡេងស្គរបុកនៅទ្រង់សំឡេងផ្លិតទឹកដែលបោកបុកចូលឡើងនៅលើកញ្ចក់មុខយ៉ាងលឿនរួមជាមួយសំឡេងខ្យល់បុកបោកបុកនឹងតួឡានពីខាងក្រៅបង្កើតបានជាបរិយាកាសដ៏គួរឲ្យព្រឺក្បាលបំផុតគេទើបតែចេញពីធ្វើការវេនយប់ជ្រៅហើយផ្លូវកាត់តាមវាលស្រែដ៏ស្ងប់ស្ងាត់និងដីស្រយាលនេះគឺជាមធ្យោបាយតែមួយគត់ដើម្បីទៅដល់ផ្ទះឲ្យបានលឿនបំផុតនៅក្នុងស្ថានភាពអាកាសធាតុដ៏អាក្រក់និងពោពេញទៅដោយភាពអាថ៌កំបាំងបែបនេះខណៈពេលដែលគេកំពុងផ្ដោតអារម្មណ៍លើផ្លូវលំដ៏តូចចង្អៀតស្រាប់តែមានអារម្មណ៍ចម្លែកមួយបានកើតឡើងភ្លាមវាគឺជាអារម្មណ៍នៃភាពត្រជាក់ស្រែបដែលរត់កាត់តាមឆ្អឹងខ្នងយ៉ាងលឿនទោះបីជាម៉ាស៊ីនត្រជាក់ក្នុងឡានត្រូវបានគេបិទតាំងពីដំបូងក៏ដោយវិជ្ជការព្យាយាមដកដង្ហើមវែងដើម្បីរងាប់អារម្មណ៍ភ័យខ្លាចដែលកំពុងចកើនឡើងប៉ុន្តែខ្យល់ដែលគេដកដង្ហើមចូលហាក់ដូចជាមានក្លិនស្អុយរលួយមួយយ៉ាងដែលស្រដៀងនឹងក្លិនសាកសពដែលគេមិនអាចពន្យល់បានគេបានព្យាយាមលូកដៃទៅបាក់វិទ្យុដើម្បីស្ដាប់ចម្រៀងកំហឹងអាឡំនិងដើម្បីបំបត្តិភាពស្ងាត់ជ្ងំដ៏គួរឲ្យភ័យខ្លាចនេះប៉ុន្តែអ្វីដែលគេឮមានតែសំឡេងរំខាននិងសំឡេងខ្សឹបសៀវដ៏សែនឆ្ងាយដែលហាក់ដូចជាកំពុងហៅឈ្មោះរបស់គេជាងពីភាពងងឹតនៃកៅអីខាងក្រៅប្រហែលជាខ្ញុំអត់នឿយខ្លាំងពេករហូតដល់ភ័ន្តច្រឡំស្មារតីឲ្យមើលទៅគេនិយាយខ្សឹបសៀបប្រាប់ខ្លួនឯងក្នុងបំណងលងចិត្តឲ្យធូរស្រាលប៉ុន្តែដៃដែលកំពុងកាន់ចង្កូតចាប់ដាំញ័រទៅត្រឹកខ្លាំងឡើងរហូតដល់ពិបាកគ្រប់គ្រងភ្លាមនោះដោយសារតែភាពភ័យខ្លាចដែលមិនអាចទប់បានភ្នែករបស់គេបានក្រឡេកទៅមើលកញ្ចក់មើលក្រោយដោយអចេតនានៅលើកៅអីខាងក្រោយដែលធ្លាប់តែទៅទីស្អាតជាប្រចាំបែរជាមានស្រមោលខ្មៅមួយយ៉ាងផ្ដុំជុំជារូបរាងមនុស្សអង្គុយនៅទីនោះយ៉ាងរឹងស្ទោកវិជ្ជការបើកភ្នែកធំដោយភាពភ័យរន្ធត់ជាទីបំផុតគេប្រឹងជួតភ្នែកខ្លួនឯងយ៉ាងញាប់រួចក្រឡេកមើលទៅម្ដងទៀតតាមរយៈកញ្ចក់ប៉ុន្តែលើកនេះស្រមោលនោះកាន់តែច្បាស់និងបង្ហាញរូបរាងកាន់តែជិតជាងមុនវាគឺជាស្ត្រីម្នាក់ដែលមានសក់វែងរញ៉េរញ៉ៃគ្រប់ជិតផ្ទៃមុខទាំងស្រុងអង្គុយត្រង់ជល់ស្ទោកនៅចំកណ្ដាលកៅអីក្រោយយ៉ាងស្ងៀមស្ងាត់បំផុតសម្លៀកបំពាក់ពណ៌សក់ដែលរហែកដាច់និងប្រឡាក់ដោយពកលីលំឈ្មោះឈីមគ្រីមពណ៌ខ្មៅហាក់ដូចជាកំពុងបញ្ចេញភាពត្រជាក់ដល់ឆ្អឹងខ្នងរបស់គេដោយសារតែភាពតក់ស្លុតខ្លាំងពេកវិជ្ជការបានជន់ហ្វ្រាំងរថយន្តភ្លាមធ្វើឲ្យរថយន្តរេទៅបង់នឹងចិញ្ចើមផ្លូវយ៉ាងខ្លាំងហើយម៉ាស៊ីនក៏រលត់ងងឹតស្លុបតែម្ដងភាពស្ងប់ស្ងាត់ដ៏គួរឲ្យខ្លាចបានត្រឡប់មកគ្រប់ដណ្ដប់ម្ដងទៀតប៉ុន្តែវាមិនមែនជាភាពស្ងប់ស្ងាត់ធម្មតានោះទេវាជាភាពស្ងាត់ដែលពោពេញទៅដោយគ្រោះថ្នាក់ដែលមើលមិនឃើញនិងភាពតក់ស្លុតដែលមិនអាចថ្លែងបានដង្ហើមរបស់វិជ្ជការចាប់ដាំដងហក់ខ្លាំងឡើងរហូតដល់ថប់ដង្ហើមត្រង់គេមិនហ៊ានងាកខ្លាំងទៅមើលដោយផ្ទាល់ឡើយតែភ្នែករបស់គេនៅតែសម្លឹងទៅកញ្ចក់មើលក្រោយមិនដាក់ហាក់ដូចជាមានកម្លាំងវិញ្ញាណម្យ៉ាងបង្ខំគេឲ្យមើលស្ត្រីម្នាក់នោះចាប់ដាំងើបក្បាលឡើងយឺតតាមរបៀបដែលគួរឲ្យខ្លាចបង្កត់សក់ដែលបាំងមុខរបស់នាងបានធ្លាក់ចុះបង្ហាញឲ្យឃើញនៅផ្ទៃមុខដ៏ស្លេកស្លាំងដែលមានក្របភ្នែកមានតែរុនភ្នែកខ្មៅងឹតសួនជើងពីបំប៉ុណ្ណោះដែលកំពុងសម្លឹងមុខចាំរូបគេដោយកំហឹងមាត់របស់នាងដែលហាក់ដូចជាត្រូវបានដៃជាប់យ៉ាងណែនដោយសរសៃអំបោះខ្មៅបានចាប់ដាំញាប់បន្តិចហាក់ដូចជាព្យាយាមស្រែករកយុត្តិធម៌ឬនិយាយពាក្យបណ្ដាសាអ្វីមួយយ៉ាងមកកាន់រូបគេឯងមិនអាចរត់រួចពីខ្ញុំទេសំឡេងនោះមិនមែនចេញពីមាត់ដែលជាប់របស់នាងឡើយប៉ុន្តែវាហាក់ដូចជាលន់លឺចេញពីគ្រប់ទិសទីនៅក្នុងរថយន្តហាក់ដូចជាវាជ្រាបចូលតាមរន្ធញប់និងក៏សាឡានៃខួរក្បាលរបស់គេវិជ្ជការប្រឹងជុតបញ្ជាម៉ាស៊ីនរថយន្តយ៉ាងញាប់ដៃទាំងទឹកភ្នែកក្តៅអ៊ុនអហូរចេញមុខដោយភាពអស់សង្ឃឹមប៉ុន្តែម៉ាស៊ីនមិនព្រមជេរទាល់តែសោះវាគ្រាន់តែបញ្ចេញសំឡេងស្កកស្កយប៉ុណ្ណោះក្នុងពេលជាមួយគ្នានោះគេមានអារម្មណ៍ថាមានដៃដ៏ត្រជាក់ស្រែបនិងស្អិតរមួតដូចជាសាកសាប់ដែលត្រឹងទឹកយូរថ្ងៃបានលោកមកបាសនឹងស្មារបស់គេយឺតពីខាងក្រោយកៅអីនៅបើកបោភាពភ័យខ្លាចបានគ្រប់គ្រងលើរាងកាយរបស់គេទាំងស្រុងគេចង់ស្រែកឲ្យគេជួយតែគ្មានសំឡេងអ្វីចេញពីបំពង់ខឡើយក្រៅតែពីសំឡេងដង្ហើមដ៏ញាប់ញើដែលខំប្រឹងរើបំរានៅពេលដែលគេក្រឡេកទៅកញ្ចក់ម្ដងទៀតមុខរបស់ស្ត្រីម្នាក់នោះបានមកនៅក្រូចញីនឹងកញ្ចក់មើលក្រោយបំផុតរហូតដល់គេអាចមើលឃើញនឹងកទុយដែលកំពុងវាយចេញពីរុនភ្នែកដ៏ជ្រៅរបស់នាងបានសើចតិចជាសំឡេងសើចដែលស្ដាប់ទៅដូចជាសំឡេងដាច់ស្រួលឆោតនឹងកញ្ចក់ដែលធ្វើឲ្យគេចង់បែកត្រចៀកវិជ្ជការដឹងយ៉ាងច្បាស់ថាយប់នេះប្រហែលជាយប់ចុងក្រោយនៃជីវិតរបស់គេហើយខណៈដែលស្រមោលសក់នោះចាប់ផ្ដើមរំកិតខ្លួនពីក្រោយមកកាន់តែជិតនឹងកញ្ចឹងខរបស់គេរួចដកដង្ហើមធំដាក់ត្រចៀកគេយ៉ាងត្រជាក់ស្រែបំផុតខណៈដែលស្រមោលនោះចាប់ផ្ដើមរំកិលខ្លួនពីកៅអីក្រោយមកកាន់តែគៀកនឹងកញ្ចឹងករបស់គេរួចដកដង្ហើមធំដាក់ត្រចៀកគេយ៉ាងត្រជាក់ស្រែបំផុត
វិជ្ជការមានអារម្មណ៍ថាឈាមក្នុងខ្លួនរបស់គេហាក់ដូចជាកក់ជានៅដងភ្លាមតែម្ដងសំឡេងដកដង្ហើមនោះមិនមែនជាខ្យល់ដង្ហើមរបស់មនុស្សមានជីវិតឡើយប៉ុន្តែវាគឺជាខ្យល់នៃសេចក្តីស្លាប់ដែលផ្ទុកទៅដោយក្លិនឆ្អាបឈាមនិងសាច់ស្អុយរលួយដែលហួសនឹងឆ្លែងប្រាប់ដល់អ្នកដទៃបានដៃដូវវិញក្រៀមក្រោះដែលសល់តែស្បែកដណ្ដប់ឆឹងស្វិតក្រៀមរបស់ស្រមោលនោះបានលូនចេញពីភាពងងឹតនៃកៅអីខាងក្រោយមកពុតជុំវិញករបស់គេយឺតក្រចកខ្មៅវែងដែលស្រួយដោយកាំបិតរបស់នាងបានចាក់ទម្លុះចូលទៅក្នុងសាច់ករបស់គេបន្តិចម្ដងរហូតដល់ឈាមក្រហមច្រាលបានហូរស្រក់ចូលមកលើអាវសរបស់គេចង់ស្រែកឲ្យគេជួយបំផុតប៉ុន្តែបំពង់ករបស់គេហាក់ដូចជាមានអ្វីម្យ៉ាងមកស្ទាក់ចិត្តរឹងគំព្រឹះរហូតរកតែសំឡេងធ្ងរមួយម៉ាត់ក៏មិនអាចបញ្ចេញមកក្រៅបានដែរស្រាប់តែនៅក្នុងខួរក្បាលរបស់វិជ្ជការរូបភាពព្រឹត្តិការណ៍កាលពី3ឆ្នាំមុនបានផុសឡើងយ៉ាងច្បាស់ក្រឡែតដូចជារឿងដែលទើបតែនឹងកើតឡើងថ្មីយប់នោះនៅលើដងផ្លូវដ៏ស្ងាត់ជ្រុងងំកណ្ដាលព្រៃជ្រៅនេះគេបានបើកបរក្នុងល្បឿនលឿនទាំងស្ថានភាពស្រវឹងជោគជាមហើយក៏បានបុកស្ត្រីម្នាក់ដែលកំពុងដើរឆ្លងផ្លូវយ៉ាងពេញទំហឹងដោយសារតែភាពភ័យខ្លាចបាត់បង់អនាគតនិងខ្លាចការជាប់ពន្ធនាគារគេបានសម្រេចចិត្តជន់ហ្គាសបើកឡានរត់គេចខ្លួនបាត់ស្រមោលដោយទុកឲ្យស្ត្រីរងគ្រោះម្នាក់នោះដេកដង្ហោដកដង្ហើមជុំក្រោយក្នុងធ្លុកឈាមយ៉ាងអណយអណាធំបំផុតក្រោមទំនក់ទឹកភ្លៀងដ៏ត្រជាក់ត្រជុំនិងភាពឯកកាពេលនេះគេបានដឹងខ្លួនច្បាស់ណាស់ថាវិញ្ញាណដែលពោពេញដោយគំនុំម្នាក់នោះបានត្រឡប់មកវិញតាមរកគេឃើញហើយដើម្បីទាមទារយកយុត្តិធម៌ដែលគេបានលាក់បាំងនិងយកជីវិតរបស់គេទៅនៅកន្លែងដ៏ងងឹតងងុលបំផុតជាមួយនាងឯងទុកឲ្យឯងស្លាប់ម្នាក់ឯងជឿចាប់ណាសំឡេងខ្សឹបដ៏ក្រលួចដែលស្នាប់ទៅដូចជាសំឡេងដែកស្រួចឈួតនឹងកញ្ចក់ចេញពីមាត់ខ្មែរស្រីនោះធ្វើឲ្យវិជ្ជការញ័រខ្លួនដោយកូនសត្វឬទឹកភ្លៀងកញ្ចក់មើលក្រោយដ៏រឹងមាំស្រាប់តែប្រែស្រកាញែកជាចំណែកដោយសារសម្ពាធវិញ្ញាណខណៈដែលមុខដ៏រលួយមាននឹងកៅវាញាក់រញ័ររបស់នាងមកផ្អើបជាប់នឹងថ្ផលរបស់គេដង្កូវតូចតែវាចេញពីរុនភ្នែកដ៏ជ្រួយរបស់នាងបានធ្លាក់មកលើស្មារបស់គេរត់នីចូលទៅក្នុងអាវធ្វើឲ្យគេមានអារម្មណ៍ខ្ពើមរអើមនិងរន្ធត់ដល់ឆ្អឹងខ្នងភ្លាមនោះម៉ាស៊ីនឡានដែលបានរលត់ទៅហើយបែរជាបញ្ឆេះឡើងដោយខ្លួនឯងយ៉ាងខ្លាំងក្លាគួរឲ្យខ្លាចជើងរបស់វិជ្ជការមិនអាចបញ្ជឿបានទៀតឡើយវាហាក់ដូចជាមានកម្លាំងដែលមើលមិនឃើញមួយយ៉ាងមកសង្កត់លើឆ្និនហ្គាឲ្យកប់ដល់បាតហើយកង់ឡានដែលធ្លាប់តែស្ងប់ស្ងាត់ក៏ចាប់ដើមវាលយ៉ាងលឿនក៏គិតនឹងថ្នល់ចេញផ្សែងខ្មៅអាអួរឡានបានស្ទុះទៅមុខយ៉ាងលឿនដោយព្រួញឆ្ពោះទៅកាន់ជ្រោះដ៏ជ្រោះបំផុតដែលគ្មានបាតដែលស្ថិតនៅខាងមុខផ្លូវកោងវិជ្ជការព្យាយាមប្រែកម្លាំងចុងក្រោយទាញចង្កូតបោះចេញប៉ុន្តែវាជាប់កាំងរឹងដូចជាមានដែកថែបមកចងជាប់នឹងឲ្យកម្រើកក្នុងដង្ហើមចុងក្រោយបំផុតគេបានឃើញភ្នែកពណ៌ឈាមរបស់ខ្មែរស្រីនោះសម្លឹងមុខគេដោយក្តីគុំគួននិងពេញចិត្តបំផុតរួចនាងក៏បញ្ចេញសម្លេងសើចក៏គឹកលន់ពេញផ្ទៃឡានសម្លេងផ្ទុះដ៏ខ្លាំងមួយបានបន្លឺឡើងកណ្ដាលអធ្រាត្រឡានរបស់វិជ្ជការបានហុកធ្លាក់ចូលទៅក្នុងជ្រោះយ៉ាងជ្រៅរួចក៏ផ្ទុះចែកយ៉ាងសន្ធោសន្ធៅប្រែទីកន្លែងដ៏ស្ងាត់ស្ងាត់នោះទៅជាសមុទ្រភ្លើងដ៏គួរឲ្យរន្ធត់បំផុតនៅព្រឹងព្រលឹងថ្ងៃបន្ទាប់នៅពេលដែលសមាជិកបានមកដល់កន្លែងកើតហេតុពួកគេបានឃើញកំទីឡានដែលត្រូវភ្លើងឆេះខ្ទេចស្ទើរតែមើលមិនស្គាល់ថាជាម៉ាកអ្វីឡើយនៅក្បែរគំនរដែកដែលកំពុងតែមានផ្សែងហុយត្រលូមនោះគេបានរកឃើញសាសស័ព្ទរបស់វិជ្ជការដែលដេកស្លាប់នឹងសភាពដ៏គួរឲ្យតក់ស្លុតបំផុតដោយដៃទាំងពីររបស់គេបានកប់ជាប់នឹងកញ្ជឹងកខឿនឯយ៉ាងណែនហាក់ដូចជាកំពុងព្យាយាមរើបំរាបចេញពីការច្បាច់ខពីនរណាម្នាក់ដែលមើលមិនឃើញអ្វីដែលធ្វើឲ្យប៉ូលីសម្នាក់មានការភ័យខ្លាចរហូតដល់ព្រឺសម្បូរខ្នងនោះគឺនៅលើកញ្ចក់ឡានមួយផ្ទាំងតូចដែលនៅសេសសល់មិនទាន់បែកខ្ទេចមានស្លាមឈាមពណ៌ខ្មៅរំអៀវសរសេរជាអក្សរយ៉ាងធំថាយុត្តិធម៌ត្រូវបានសងរឿងរ៉ាវរបស់វិជ្ជការបានក្លាយជាពួកឆ្មាមអារ៉ាមដ៏ព្រឺព្រួយសម្រាប់អ្នកដើរឡើយយប់ព្រលឹបនៅលើផ្លូវនោះដោយគ្រប់គ្នាជឿថាវិញ្ញាណខ្មែរស្រីម្នាក់នោះនៅតែបន្តរងចាំអ្នកដែលធ្លាប់សាងកំហុសនិងអ្នកដែលមានបាបកម្មឲ្យមកសងមនោលឈាមនៅទីនេះជានិច្ចនិរន្តរ៍តទៅអ